បាទសួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នានៅវិធីសាស្ត្រចំនួន3នៅក្នុងការមើល spec កុំព្យូទ័រពាក្យ spec ហ្នឹងគឺជាពាក្យកាត់ពាក្យពេញរបស់វាគឺ specification គឺសំដៅទៅលើឧបករណ៍ទាំងឡាយដែលបំពាក់នៅលើកុំព្យូទ័ររបស់យើងហ្នឹងតើវាមាន capacity ឬក៏ទំហំរបស់វាហ្នឹងប៉ុណ្ណាអញ្ចឹងទៅវិធីសាស្ត្រទី1គឺអ្នកទាំងអស់គ្នាចុចទៅលើ Windows អក្សរ Air បន្ទាប់មកនៅត្រង់ហ្នឹងអ្នកទាំងអស់គ្នាវាដាក់ថា DXDIAG អញ្ចឹងទៅហើយចុចលើប៊ូតុង OK បាទបន្ទាប់មកវានឹងបើកមកបែបនេះផ្ទាំងទី1នេះគេហៅថា system វាបង្ហាញព័ត៌មានច្រើននៅហ្នឹងអញ្ចឹងឧបករណ៍ដែលយើងត្រូវស្គាល់នៅកន្លែងនេះគឺមាន2សំខាន់ទី1គឺ CPU ឈ្មោះរបស់វាគឺ Intel Air Xeon ចំនួនទី10ហើយសមត្ថភាពរបស់វា 2.8 GHz អាហ្នឹងគឺជា CPU មួយទៀតគឺ RAM ទំហំ RAM របស់វាទំហំ fix របស់វាគឺ64ទេតែមិនដឹងកន្លែងនេះដឹងយ៉ាងម៉េចបានជាវាកើនចាំមើលវិធីសាស្ត្រផ្សេងយើងនឹងមើលឃើញលេខជាក់លាក់ជាងហ្នឹងទំហំរបស់វាគឺ64 GB តែអានេះគឺខ្នាតវា MB ចឹងទៅឃើញលេខច្រើនបន្ទាប់មកចុចកន្លែង display នេះមក display កន្លែងនេះគឺសំដៅទៅលើ GPU ឬក៏គេហៅថា VGA display 1នេះគឺជា VGA on board មានន័យថាជា VGA ដែលគេដាក់ភ្ជាប់មកម៉ាស៊ីននឹងស្រាប់របស់វាគឺជា Intel Air UHD Graphics P630 Display 2វាជា GPU ដែរឬក៏គេហៅថា VGA ដាច់ VGA ដាច់បានន័យថាវាជា graphic card មួយដែលគេយកមកបំពាក់បន្ថែមនៅលើម៉ាស៊ីនហ្នឹងដើម្បីដំណើរការ run graphic ធំអញ្ចឹងទៅឈ្មោះរបស់វាគឺ NVIDIA Quadro RTX 4000 with Max-Q Design ហើយទំហំរបស់វាគឺ8 GB កន្លែងនេះវាថយទំហំបន្តិច7194ដល់ពេលយើងគិតជា GB ទៅគឺ8 GB អូខេវិធីសាស្ត្រទី2គឺយើងអាចមើល spec កុំព្យូទ័រតាមរយៈ taskbar នៅខាងក្រោមនេះយើងធ្វើការ right click លើវាទៅបន្ទាប់មកយើងចុចទៅលើ task manager បន្ទាប់មកយើងចុចទៅលើ performance ចំណុចទី1គឺ CPU គឺអ្នកទាំងអស់គ្នាបានឃើញឈ្មោះរបស់វានៅខាងដើមមិញហើយ Intel Air Xeon ចំនួនទី10 2.8 GHz memory ឬក៏គេហៅថា RAM ទំហំរបស់វាពេញគឺ64 GB នៅកន្លែងនេះគឺគេដាក់ទំហំពិតជាក់ស្ដែងតែម្ដងអត់ដូចវិធីសាស្ត្រទី1មិញទេបន្ទាប់មក disk 0កន្លែងនេះមាន drive C drive D ទំហំរបស់វាពេញគឺ1024 GB ឬក៏យើងហៅថា1 TB បន្ទាប់មកវាមាន Wi-Fi វាមាន GPU ដូចខ្ញុំបានប្រាប់មិញអញ្ចឹង GPU 0 GPU 1 GPU 0នេះគេហៅបានមួយយ៉ាងទៀតថាជា VGA on board VGA ដែលដាក់ភ្ជាប់នៅក្នុងកុំព្យូទ័រហ្នឹងអញ្ចឹងឈ្មោះរបស់វា Intel Air UHD Graphics P630 GPU 1 ឬគេហៅមួយយ៉ាងទៀតថាជា VGA ដាច់សម្រាប់ run ឬក៏ដំណើរការ graphic ធំឈ្មោះរបស់វា NVIDIA Quadro RTX 4000 with Max-Q Design ហើយទំហំរបស់វាគឺ8 GB យើងចូលឆែកតាមវិធីសាស្ត្រនេះគឺយើងមើលទំហំវាជាក់ស្ដែងឃើញនៅនឹងតែម្ដងអត់ពិបាកមើលទេចូលដល់វិធីសាស្ត្រទី3គឺអ្នកទាំងអស់គ្នាធ្វើការ right click ទៅលើ disk PC បន្ទាប់មកយើងចុចទៅលើ property មកដល់កន្លែងនេះគឺយើងមើលឃើញទំហំជាក់ស្ដែងនៅលើនឹងតែម្ដងចំណុចទី1នេះគឺជា CPU Intel Air Xeon ចំនួនទី10 2.8 GHz កន្លែងនេះគឺ RAM ទំហំរបស់វា64 GB កន្លែងនេះគឺ graphic card ឬក៏យើងហៅថា VGA ដាច់ឬក៏ជា GPU 1អំបញ្ញមិញហ្នឹងទំហំរបស់វា8 GB storage 954កន្លែងនេះវាកាត់ storage ខ្លះដោយសារតែពេលយើងទៅឡើងកម្មវិធីឬក៏ Windows លើម៉ាស៊ីនទៅ space ដែលវាកាត់ហ្នឹងវាកាត់ទៅដាក់ដំណើរការទៅលើគេហៅថា BIOS setup អញ្ចឹងវាត្រូវការ store ឬក៏កាត់ space ខ្លះហើយវាអាចឃើញទំហំពេញទេទំហំពេញជាក់ស្ដែងរបស់វាគឺ1024 GB ឬក៏1 TB ហើយយើងមានព័ត៌មានបន្ថែមក្នុងក្រោមនេះបាទវាដូចនៅនេះដែរទេបន្ទាប់មកវាមានទំហំ RAM វាមាន VGA card ឬក៏យើងហៅថា VGA ដាច់ឬក៏ GPU 1បាទវាដាក់នៅនឹងស្រាប់ហើយទំហំរបស់វាក៏ដាក់ស្រួលមើលដែរហើយមួយទៀតក៏មានជា VGA on board ឬក៏ GPU 0ហ្នឹងក៏មានឈ្មោះមានទំហំនៅនឹងដែរ storage នៅនេះវាបង្ហាញអត់ពេញដូចនៅលើនេះដែរអាហ្នឹងគឺ1024ឬក៏1 TB បាទអញ្ចឹងប៉ុណ្ណឹងគឺអស់ហើយនេះគឺជាវិធីសាស្ត្រទាំង3នៅក្នុងការឆែកមើល specification របស់កុំព្យូទ័រ